បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែកម្លែកចំពោះឡានធុនរាបញ្ហាស្បែកប្រាំងអានេះកន្លោប្រាំងវាមានប៊ីស្តុង4អញ្ចឹងប៊ីស្តុង2ទៀតគឺវាអត់គាំងទេ2ទៀតគឺវាគាំងអញ្ចឹងបញ្ហានេះអាខាងដែលគាំងហ្នឹងគឺវាស៊ីស្បែកប្រាំងអស់ទៅសពតែដែកតែអាខាងអត់គាំងគឺវានៅស្អាតចេះអញ្ចឹងបងប្អូនហើយក៏វាបន្តមកស៊ីនឹងកាំបួនោះគឺស៊ីមួយចំហៀងអត់មួយចំហៀងអានេះអាការៈដែលវាគាំងស្បែកប្រាំងទី1គឺចូលទឹកទី2វាផ្ដល់ជាសម្លេងឲ្យយើងទី3អាការៈដែលយើងដែលប៉ាដំបងដែលប៉ាយើងក្លឹបជីឡានដែលប៉ាដំបងគឺវាយើងដាក់លេខយើងក៏លើកជើងកន្លែងប្រាំងវាអាចទៅមុខធម្មតាបើសិនជាវាគៀបប្រាំងហើយវាអាចយើងដកប្រាំងទៅវាអត់ទៅមុខតែយើងចិនគេហ្នឹងក៏បញ្ហាឲ្យបងប្អូនសង្កេតមើលទាំងអស់ហើយឆាប់យកមើលកុំឲ្យខូចដល់កាំបួបងប្អូនព្រោះយើងធ្វើដូរស្បែកប្រាំងនិងដូរកប៉ែតនេះវាអស់តិចទេបើយើងដូរកាំបួទៀតវាអស់ច្រើនបើសិនជាយើងមកយកមកទាន់កាំបួនឹងអត់ខូចទេអញ្ចឹងយើងមើលតែស្បែកប្រាំងនិងកឡោតែប៉ុណ្្នឹងទេបាទ